ជំរាបសួរនិងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញចំណុច2នៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ទី1គឺផ្នែកនៅក្នុងបណ្ណាល័យមួយទៀតគឺកម្រងវីដេអូអញ្ចឹងនៅក្នុងកម្មវិធីថ្នាក់ PLP មានតាំងពីការរៀនមេរៀនធ្វើលំហាត់ប្រឡងតេស្តគ្រប់បែបយ៉ាងហើយនៅក្នុងនោះគឺមានបណ្ណាល័យចឹងមានតែកន្លែងផ្ទុកសៀវភៅហើយនឹងកម្រងវីដេអូមានន័យថាវីដេអូដែលលោកគ្រូអ្នកគ្រូល្អគាត់ធ្វើការបង្រៀនណាកាលពីកំឡុងពេលកូវីដក៏គេអាប់ឡូតចូលក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ដែរអញ្ចឹងដើម្បីចូលទៅកាន់បណ្ណាល័យនៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP និងកម្រងវីដេអូនៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP យើងចុចសញ្ញាត្រី3នៅខាងលើនេះណាដោយបានបង្ហាញបាទបន្ទាប់ពីចុចសញ្ញាត្រី3ហើយយើងឃើញពាក្យបណ្ណាល័យទីចុចមកបាទពាក្យបណ្ណាល័យហ្នឹងយើងអាចជ្រើសរើសនៅមុខងារខាងលើនេះណាខាងលើនេះគេដាក់សៀវភៅទាំងអស់ជាងយើងអាច select មើលទៅវាអាចមានស្តង់ដារអំណានស្តង់ដារបណ្ណាល័យកញ្ចប់អំណានថ្នាក់ដំបូងអីផ្សេងកញ្ចប់ជួយសិស្សរៀនយឺតកញ្ចប់សម្ភារៈគិតវិទ្យាថ្នាក់ដំបូងកម្រងកិច្ចការផ្ទះសៀវភៅឯកសារផ្សេងណាអញ្ចឹងយើងចូលមើលស្តង់ដារអំណានទៅបាទយើងជ្រើសប៉ុណ្្នឹងហើយបន្ទាប់មកយើងជ្រើសរើសថ្នាក់ទី1មកបន្ទាប់មកជ្រើសរើសមុខវិជ្ជាភាសាខ្មែរបាទបន្ទាប់មកយើងអូសមកក្រោមមកនេះគឺស្តង់ដារអំណានថ្នាក់ដំបូងជាមានន័យថាសៀវភៅណែនាំគ្រូបង្រៀនអំណានថ្នាក់ដំបូងដល់សិស្សមួយទៀតសម្រាប់សិស្សយើងជ្រើសរើសខាងលើមកចុចខាងលើនេះម្ដងទៀតជ្រើសរើសមកបាទជាងសម្រាប់សិស្សយើងអាចចូលទៅមើលសៀវភៅដូចជាសៀវភៅសិក្សាគោលឬក៏កម្រងកិច្ចការផ្ទះបាទចូលក្នុងកម្រងកិច្ចការផ្ទះមកគាត់ឲ្យយើងវាយប៉ុណ្្នឹងមកយើងវាយថ្នាក់ជ្រើសរើសថ្នាក់មកថ្នាក់ទី1តមកមុខវិជ្ជាភាសាខ្មែរជាងទៅប៉ុណ្្នឹងមកយើងឃើញនេះគឺជាកម្រងកិច្ចការផ្ទះថ្នាក់ទី1ភាសាខ្មែរអញ្ចឹងដើម្បីបានកម្រងកិច្ចការផ្ទះភាសាខ្មែរថ្នាក់ទី1យើងចូលចុចទៅក្នុងនឹងមកបាទចុចទៅក្នុងកម្មវិធីនេះមកយើងឃើញនេះផ្ទាំងនេះកម្រងកិច្ចការផ្ទះអញ្ចឹងនៅក្នុងនោះវាមានមុខងារច្រើនខាងលើនេះណាដូចខ្ញុំបានបង្ហាញនេះគឺសញ្ញាបូកនេះយើងអាចបរិចកិច្ចការយើងបានណាហើយសញ្ញាដកនេះយើងអាចរួមឲ្យវាទូចហើយកន្លែងទៅនេះគឺយើងចុចបន្ទាប់ទៅមុខទៀតណាគេបាទនេះគឺជាកម្រងកិច្ចការផ្ទះភាសាខ្មែរគេសិលកិច្ចការផ្ទះតែម្ដងអញ្ចឹងយើងអាចមើលវាបានជាកន្លែងនេះសម្រាប់យើងបរិចវាធំមកបាទបរិចវាធំបែបហ្នឹងបន្ទាប់មកទៀតខាងក្រោមនេះដូចខ្ញុំបានគូកំពងហ្នឹងគឺយើងចុចមើលពេលយើងចុចមកវាចេញទំព័រខាងក្រោមហើយបាទនេះទំព័របែបនេះឃើញអត់លោកពងអ្នកម្ដាយអញ្ចឹងវាងាយស្រួលហើយដើម្បីយើងដំឡើងកម្មវិធីដើម្បីទាញយកសៀវភៅកម្រងកិច្ចការផ្ទះឬក៏សៀវភៅផ្សេងនៅក្នុងបណ្ណាល័យក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP នេះយើងមើលសញ្ញា download នេះដូចបានបង្ហាញចុចលើវាមួយមកអត់បានទេបាទជាងយើងចុចសកត់វាជាប់មកបាទបន្ទាប់ពីយើងសកត់វាជាប់មកយើងឃើញពាក្យមួយទៀតណាគឺ download link នេះដូចខ្ញុំបានបង្ហាញ download link យើងចុចមកបាទអញ្ចឹងយើងចុចមកយើងដាក់ពាក្យដាក់ download ដោយសារតែខ្ញុំធ្លាប់បាន download អញ្ចឹងគេដាក់ឲ្យ download again អញ្ចឹងយើងចុចពាក្យថា download នេះបាទអញ្ចឹងយើងឃើញសញ្ញា download នៅខាងលើបាទវាកំពុងតែដើរហើយណាអញ្ចឹងយើងរកចាំបន្តិចអញ្ចឹងមានន័យថាពេញយើងចុចពាក្យ open មកបាទចុចពាក្យ open យើងឃើញនេះ file របស់ខ្ញុំដែលបាន download មិញហ្នឹងគឺ 16.17 MB ហើយចុចលើវាមកបាទចុចលើវាមកយើងឃើញកម្រងកិច្ចការផ្ទះមិញនេះទាំងអស់គ្នាអញ្ចឹងយើងងាយស្រួលស្វែងយកកម្រងកិច្ចការផ្ទះពីថ្នាក់ទី1ដល់ថ្នាក់ទី6ណាមានភាសាខ្មែរនិងគណិតជាប្រសិនពេលខ្លះយើងមានក្នុង Telegram អូខេ Telegram ការចែករំលែករបស់លោកគ្រូអ្នកគ្រូផ្សេងក៏មានដែរកម្រងកិច្ចការផ្ទះហ្នឹងប៉ុន្តែនៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP យើងងាយស្រួលរកងាយស្រួល download វាលឿនណាវាឆាប់រហ័សស្រួលណាជាងយើងចូលទៅក្នុងកម្មវិធីថ្នាក់របស់យើងវិញមកបាទចុចកន្លែងនេះមកបាទចុចចេញមកសិនហើយយើងចូលក្នុងកម្មវិធីថ្នាក់របស់យើងវិញណាជាងចុចសញ្ញាខ្វែងនេះមកបាទនេះគឺជាកម្រងកិច្ចការផ្ទះអញ្ចឹងបើយើងចង់ចាក់ចេញពីសៀវភៅហ្នឹងយើងចុចពាក្យថាចាក់ចេញមកចុចពាក្យថាចាក់ចេញមួយមកបាទបើមិនចឹងទេយើងចុចថយក្រោយបណ្ដោយទៅសាប់ចាក់ចេញបាទអញ្ចឹងនេះគឺជាកម្រងកិច្ចការផ្ទះអញ្ចឹងអាចមើលអីផ្សេងណាបើសិនមកយើងមើលសៀវភៅអំណានបាទនេះសៀវភៅអំណានតាក់ទងនឹងរឿងនិទានផ្សេងក៏ចុចប៉ុណ្្នឹងមកបាទអូមកបាទសិតអំណានណាសៀវភៅផ្សេងដែលយើងចង់រៀនជាពិសេស
សិភៅអំណានគេផ្ដោតសំខាន់ទៅលើការអានអញ្ចឹងសិភៅអំណានផ្ដោតសំខាន់លើការអានយើងចូលមកយើងឃើញបាទមានរូបភាពអញ្ចឹងនៅពេលដែលមានរូបភាពបាទនៅពេលដែលមានរូបភាពបែបនេះអញ្ចឹងធ្វើឲ្យគាត់មានការងាយស្រួលហើយគាត់ចាប់អារម្មណ៍ក្នុងការអានទៀតអញ្ចឹងនៅក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP និយាយឲ្យខ្លីទៅគឺគ្រប់បែបគ្រប់យ៉ាងដាក់ឲ្យយើងជួយបង្រៀនកូនយើងនៅផ្ទះបន្ថែមជាមួយនឹងសិភៅអំណាចដ៏សម្បូរបែបរឿងនិទានដ៏សម្បូរបែបសិភៅកិច្ចការផ្ទះកម្រងលំហាត់និយាយទៅសម្បូរក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP អញ្ចឹងលោកពងអ្នកម្ដាយក៏មានទូរស័ព្ទមួយហើយមានកម្មវិធីថ្នាលបឋមសិក្សា PLP មួយដូចជាមានគ្រូចាំបរៀនទាំងភាសាខ្មែរទាំងគណិតមានទាំងសភៅសិក្សាគោលមានទាំងកម្រងកិច្ចការផ្ទះមានទាំងពីសភៅរឿងនិទានណាបាទសិតតែរឿងនិទានណាសម្រាប់ឲ្យកូនលោកឪពុកអ្នកម្ដាយរៀនណាបាទរឿងកូននាគវាអញ្ចឹងទៅវេរីជាហើច្រើនជឿសម្រាប់អំណានណាជឿយើងអាចទៅរើថ្នាក់បានទៀតបើយើងជឿថ្នាក់ទី3បាទមាន2រឿងចូលថ្នាក់ទី5មានមួយរឿងបាទថ្នាក់ទី5អត់ទាន់មានទេជឿអំណានទៅជឿយើងមើលសភៅសិក្សាគោលមួយទៀតយ៉ាងមិនដែរសិក្សាគោលបាទសភៅសិក្សាគោលយើងឃើញនេះមានសភៅភាសាខ្មែរអានសរសេរថ្នាក់ទី1សភៅជំនួយនេះសភៅគណិតអូខេមានច្រើននិយាយរួមទៅគឺក្នុងកម្មវិធីថ្នាលបឋមសិក្សាមានកម្មវិធីនឹងមួយដូចជាមានគ្រូមានសភៅពុកមានសភៅអីសម្រាប់ឲ្យកូនយើងរៀនគាត់ថាយើងពេលខ្លះនៅពេលដែលយើងឲ្យគាត់រៀនគឺពួកយើងនៅក្បែរពើលោកឪពុកអ្នកម្ដាយគឺនៅក្បែរពួកគាត់ដើម្បីពួកគាត់មានការរៀនដោយផ្ចិតផ្ចង់ហើយពួកគាត់មិនលួចលេងទូរស័ព្ទអីចឹងយើងកំដរគាត់រៀនណាទោះបីយើងអត់ចេះឬក៏យើងចេះគឺអាចជួយប្រាប់គាត់បន្ថែមទៀតវាកាន់តែច្បាស់អញ្ចឹងកម្មវិធីថ្នាលបឋមសិក្សាសម្បូរបែបសិភៅគោលមានអង់គ្លេសក៏មានដែរណាប៉ុន្តែនៅក្នុងកម្មវិធីរៀនសិភៅភាសាអង់គ្លេសអត់ទាន់មានទេណាពីថ្នាក់ទី4ដល់ថ្នាក់ទី6គឺអត់ទាន់មានភាសាអង់គ្លេសទេមិនថាតែភាសាអង់គ្លេសទេមុខវិជ្ជាខ្លះដូចថ្នាក់ទី5អញ្ចឹងសិក្សាសង្គមអត់ទាន់មានទេថ្នាក់ទី6មានណាមានគេមានជាងកន្លែងនេះយើងអាចមើលនេះនៅកន្លែងជ្រើសរើសមុខវិជ្ជានេះជ្រើសរើសមុខវិជ្ជាមានវិទ្យាសាស្ត្របាទពីថ្នាក់ទី1ដល់ថ្នាក់ទី6មានសិក្សាសង្គមអត់មានទេណាអធិស្ឋានសិក្សាសង្គមក៏អត់មានដែរអញ្ចឹងអរគុណច្រើននៅក្នុងកម្មវិធីក្នុងការណែនាំតាក់ទងនឹងការចូលទៅប្រើប្រាស់និងទៅ download សភៅនៅក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP នៅក្នុងបណ្ណាល័យរបស់យើងណាបណ្ណាល័យអញ្ចឹងខ្ញុំថានឹងនិយាយតាក់ទងនឹងកម្រងវីដេអូមួយទៀតប៉ុន្តែដោយសារតែវីដេអូនេះរៀងវែងហើយអញ្ចឹងវីដេអូមួយនេះតែប៉ុណ្្នឹងបាទចាំវីដេអូក្រោយយើងនឹងបង្ហាញតាក់ទងនឹងកម្រងវីដេអូនៅក្នុងកម្មវិធីថ្នាលបឋមសិក្សា PLP អញ្ចឹងអរគុណច្រើនលោកឪពុកអ្នកម្ដាយប្រសិនបើការនិយាយស្ដីទៅលើសលួសខ្វះខាតក៏សូមអធិស្ឋានឲ្យខ្ញុំផងបាទអរគុណជួបគ្នានៅវីដេអូក្រោយ